ទេសជាតិយើងត្រូវការយើងទាំងអស់គ្នាមិនមែនសម្រាប់តែថាទាំងអស់នេះគឺយើងទាំងអស់គ្នាដែលជ្រោមជួបពិស្នារបស់ប្រទេសជាតិយើងឃើញហើយប្រទេសជាតិយើងមានអយុធធម៌ច្រើនមែនទែនបើសិនជាយើងឃើញហើយថានៅពេលខ្លីៗនេះក្រុមជនដែលជាទីប្រឹក្សារបស់គណៈបកកម្លាំងជាតិនឹងរងទុក្ខដោយសារការលុបទ្រព្យសម្បត្តិដែលជាផ្ទះសម្បែងរបស់គាត់ហើយគាត់បានខំតស៊ូលះបង់ហើយសូមឲ្យអស់លោកទាំងអស់គ្នាមានសេចក្តីក្លាហានបម្រើប្រទេសជាតិយើងហើយមានសក្ការៈដូចគ្រូទុកចឹងដូច្នេះដើម្បីជាកិច្ចតបស្នងសំគុណរបស់គាត់យើងត្រូវតែអស់គ្នារួមគ្នាជានិមិត្តរូបមួយនៃអ្នកប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជាយើងឃើញថាគណៈបកកម្លាំងជាតិគឺជាគណៈបកមួយដែលជាក្តីសង្ឃឹមតែមួយគត់យើងឃើញថាគណៈបកប្រឆាំងមិនមែនគ្រាន់តែជាប្រឆាំងគឺយើងប្រឆាំងដើម្បីស្ថាបនានៅក្នុងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែលជឿនលឿនដែលមានលទ្ធិប្រជាធិបតេយ្យប្រកបទៅតែមានគណៈបកប្រឆាំងពីព្រោះបើអត់មានគណៈបកប្រឆាំងទេដូចយើងនិយាយភាសាសម័យថាជីស្លេងដៃតាមអ្នកឯងទៅអត់មានទេដូច្នេះដូចខ្ញុំទីឧទាហរណ៍នេះនៅប្រទេសបារាំងមានគណៈបកច្រើនមានគណៈបកឆ្វេងផងស្ដាំផងហើយនេះបានមានអញ្ចឹងពីព្រោះរដ្ឋាភិបាលនៅប្រទេសបារាំងគេមានបន្ទាត់នយោបាយរបស់គេពីព្រោះគេមានបន្ទាត់នយោបាយគេមានគោលដៅរបស់គេច្បាស់លាស់ដែលគណៈបកដែលរដ្ឋាភិបាលនឹងងាកទៅខាងណាមួយវាទៅខាងណាមួយខ្លាំងខាងមួយវិញតែឆ្វេងខ្លាំងខាងស្ដាំវិញខាងស្ដាំខ្លាំងឆ្វេងវិញដូច្នេះគេបំរើគោលនយោបាយគេបានច្បាស់លាស់ដូច្នេះយើងដែលជាគណៈបកកម្លាំងជាតិដែលគេថាយើងជាគណៈបកប្រឆាំងនោះយើងចង់បានជាគណៈបកមួយដើម្បីកែលម្អអភិបាលកិច្ចនៅក្នុងប្រទេសយើងឃើញហើយយើងមានសក្តានុពលច្រើនណាស់ទ្រព្យសម្បត្តិយើងមានច្រើនតាំងពីព្រៃតាំងពីមច្ឆាជាតិតាំងពីរ៉ែតាំងពីស្អីឥឡូវយើងឃើញថាដូចជាតងោអស់ទៅមានច្រើនដូច្នេះយើងត្រូវតែខំកសាងប្រទេសយើងឡើងវិញដូច្នេះយើងត្រូវជាមានមតិហើយសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាដែរយើងមានសិទ្ធិចូលរួមក្នុងនយោបាយសិទ្ធិចូលរួមនៅក្នុងការដឹកនាំប្រទេសស្ថាបនាប្រទេសយើង